លោកអ្នកមកជ្រាបអំពីវិជា8តើវិជា8នឹងមានអ្វីខ្លះបងប្អូនជាពុទ្ធបរិស័ទទាំងអស់ជាទីគោរពរាប់អានវិជា8ដែលព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបាទទ្រង់គឺថាមានវិជាចេះដ៏ខ្លាំងក្លាដែលមនុស្សជាតិនិងទេវតាមិនអាចចេះប្រៀបដូចស្មើនោះគឺទី1ហៅថាវិបស្សនាវិជានេះគឺសូមឲ្យយើងបានសម្រេចនៅវិបស្សនាគឺបរិបូរទៅដោយបញ្ញាដែលអាចយល់ដឹងអំពីនាមធម៌និងរូបធម៌ទី2ឈ្មោះថាមโนយទ្ធិវិជាដែលវិជានេះគឺធ្វើឲ្យយើងអាចបញ្ជូនចិត្តរបស់យើងនិងប្រើចិត្តរបស់យើងបានគឺជំនាញនៅក្នុងការបញ្ជាចិត្ត3ឈ្មោះថាអធិវិធិវិជាគឺជាវិជាមួយមានន័យថាយើងអាចអធិដ្ឋានអ្វីក៏បានបាទហើយវិជានេះដែលព្រះអង្គមានដោយសារតែព្រះអង្គបរិបូរទៅដោយសិលយល់ដឹងអំពីធម៌បាទវិជាទី4ឈ្មោះថាតបចក្ខុវិជាជាវិជាមួយដែលប្រើភ្នែកទី3បានសម្រេចនៅគេហៅថាភ្នែកទឹកតែព្រះអង្គអាចមើលឃើញនៅចក្រវាលនៅក្នុងបាទគឺថាលោកទាំង3គឺមើលដឹងទាំងអស់ដោយសារតែតបចក្ខុវិជានឹងហើយទី5ឈ្មោះថាតបសតវិជាជាវិជាមួយគេថាឈ្មោះថាត្រជាតបដែលព្រះអង្គអាចស្ដាប់បានបាទនៅពេលដែលភ្នែកទី3មើលទៅដល់ណាព្រះអង្គស្ដាប់ឮទៅដល់នោះបាទទី6ឈ្មោះថាពពេនិវានុសតិវិជាជាវិជាមួយដែលព្រះអង្គដឹងនៅកំណើតជាតិមុនទាំងអស់ហ្នឹងទី7ហៅថាអសកវៈយវិជាវិជាដែលដឹងនៅរបៀបធ្វើឲ្យអស់នៅអសវៈមានន័យថាធ្វើឲ្យជំរះនៅកិលេសបាទជំរះនៅកិលេសរបស់សពសត្វរបស់យើងដែលមានរហូតដល់1500ហ្នឹងគឺព្រះអង្គដឹងពីវិធីធ្វើយ៉ាងណាឲ្យអស់បាទឲ្យអស់ស្រាលខ្លួនតែម្ដងបាទមានន័យថាផ្លូវទៅនិព្វានហ្នឹងហើយបន្ទាប់ចុងក្រោយឈ្មោះថាចេតោបរិយវិជាជាវិជាដែលព្រះអង្គដឹងនៅចិត្តអ្នកដទៃបានបាទទាំងអស់នេះគឺជាវិជាដ៏អស្ចារ្យណាស់បងប្អូនប្រិយមិត្តតែព្រះសម្មាសម្ពុទ្ធនៃយើងដែលព្រះអង្គមានវិជាទាំង8ដែលមិនមានព្រះឯណាទេវតាឯណាមនុស្សឯណាមានវិជាស្មើនឹងព្រះអង្គឡើយត្រង់ចំណុចទាំង8នេះយើងសូមលើកយកតែ8នៅក្នុងចរណវិជាគេថាប្រគុណទី3របស់ព្រះសម្មាសម្ពុទ្ធនៃយើងដែលមានវិជា3វិជា8និងចរណៈ15ប៉ុន្តែសូមលើកជូនដល់បងប្អូនបានជួយយល់ត្រឹមតែវិជា8ចប់តែប៉ុណ្្នឹងឯងសូមអរគុណនិងអរគុណ